Hello សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទចិនដាណូនទាំងអស់គ្នានៅវីដេអូនេះគឺខ្ញុំនឹងតភាគ3និយាយអំពីការបង្កើត YouTube ដើម្បីរកលុយបាទអញ្ចឹងវីដេអូមុនគឺខ្ញុំបានបង្រៀនអ្នកទាំងអស់គ្នារួចរាល់ហើយទាក់ទងទៅនឹងការដាក់ទាក់ទងទៅនឹង description អញ្ចឹងឥឡូវនេះគឺខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាទាក់ទងទៅនឹងការមើល setting របស់ YouTube Studio អញ្ចឹងយើងបើក browser មកឥឡូវខ្ញុំសូមបើកតាក់ទងទៅនឹង browser របស់ខ្ញុំគឺខ្ញុំប្រើតាក់ទងទៅនឹង Chrome អញ្ចឹងអ្នកទាំងអស់គ្នាបើក Chrome មកបន្តមកទៀតអ្នកទាំងអស់គ្នាចូល YouTube មកនេះអ្នកទាំងអស់គ្នា search YouTube youtube.com ក៏បានក៏ប៉ុន្តែខ្ញុំមាន YouTube ស្រាប់ខ្ញុំចុចហើយអញ្ចឹងយើងចូលកន្លែងរូបសញ្ញា profile នេះមកយើងចុចពាក្យថា YouTube Studio បន្តមកទៀតអ្នកទាំងអស់គ្នាចាំតិចទៅដោយសារតែអ៊ីនធឺណិតខ្ញុំមើលទៅយ៉ាងដូចជា slow បន្តិចអញ្ចឹងអ្នកទាំងអស់គ្នាអាចចាំសិនទៅអូខេអញ្ចឹង YouTube វាចេញទម្រង់បែបនេះមានន័យថា channel របស់យើងគឺអត់ទាន់មាន subscribe ទេគឺនៅ0 subscribe ដដែលអញ្ចឹងយើងទៅបង្កើតមើល setting ថាយើងគួរដាក់ម៉េចអញ្ចឹងណាយើងចូលមកកាន់ setting មកបន្តមកទៀតយើងត្រូវមើលវាមាន general វាមាន channel មាន upload default មាន permission មាន community moderation មាន agreement អញ្ចឹងពេលដែលអ្នកទាំងអស់គ្នាចុចកន្លែង setting មកគឺ default របស់វាគឺជាប់ទាក់ទងទៅនឹង general អញ្ចឹង general ហ្នឹងគឺគេឲ្យយើងជាប់ default គឺ USD US ដុល្លារអញ្ចឹងយើងចង់ដឹងថាវាមានន័យដូចម្ដេចអញ្ចឹងយើងអាច select មើលយើងអាចចុចយក mouse hover នៅលើហ្នឹងមកវាប្រាប់ឲ្យវាថា choose the currency unit you want to see in YouTube Studio មានន័យថាកន្លែងនេះគឺយើងជ្រើសរើសជាប្រភេទរូបិយប័ណ្ណដើម្បីយើងអាចឃើញនៅ YouTube Studio របស់យើងណាអញ្ចឹង default វាជាប់ USD អញ្ចឹងត្រូវហើយយើងមិនចាំកែទេអូខេបើសិនជាអ្នកទាំងអស់គ្នាចង់កែក៏កែទៅប៉ុន្តែខ្ញុំមិនបាច់កែទេយើងចូលមកកាន់ channel វាមាន3ទៀតវាមាន basic info advanced setting feature eligibility អញ្ចឹងយើងមើលតាក់ទងទៅនឹង basic info វាដាក់ថា country of resident មានន័យថាគេឲ្យយើងជ្រើសរើសប្រភេទប្រទេសរបស់យើងណា channel របស់យើងហ្នឹងអញ្ចឹងឧទាហរណ៍ថាអ្នកទាំងអស់គ្នានៅកម្ពុជាអ្នកទាំងអស់គ្នាធ្វើ channel តាក់ទងទៅនឹង content ខ្មែរមើលអ្នកទាំងអស់គ្នាអាចជ្រើសរើសមកយើងជ្រើសរើស scroll ចុះមកក្រោមមករកពាក្យថា Cambodia នេះ Cambodia ដោយសារតែ Cambodia កម្ពុជាឥឡូវគឺ YouTube អនុញ្ញាតឲ្យយើងរលុយហើយអញ្ចឹងយើងអាចដាក់ប្រទេសនឹងបានប្រទេសកម្ពុជាយើងហ្នឹងណាយើងអាចដាក់ keyword នេះគឺចង់សំដៅថា channel របស់យើងហ្នឹងជាប្រភេទ channel អីមានន័យថាយើងដាក់ឲ្យត្រូវសាច់រឿងជាមួយនឹង channel របស់យើងបើ channel របស់យើងនិយាយអំពីការចម្អិនអាហារ food អ្នកទាំងអស់គ្នាគួរតែដាក់តាក់ទងទៅនឹងម្ហូបអាហារបើអ្នកទាំងអស់គ្នាធ្វើតាក់ទងទៅនឹងចំណេះដឹង tutorial របៀបរលុយរបៀបបង្កើត channel YouTube របៀបធ្វើនេះធ្វើនោះអ្នកទាំងអស់គ្នាគួរតែដាក់ឲ្យត្រូវសាច់រឿងរបស់អ្នកទាំងអស់គ្នាទៅឧទាហរណ៍ថាខ្ញុំបង្កើត channel នេះគឺដើម្បីបង្រៀនអ្នកទាំងអស់គ្នាអញ្ចឹងអាចថាវាជា channel បង្រៀនអញ្ចឹងខ្ញុំសូមដាក់មកអ្នកទាំងអស់គ្នាដាក់ជាភាសាខ្មែរក៏បានដែរដើម្បីឲ្យ YouTube វារាំងមកខ្មែរយើងណានេះសម្រាប់អ្នកទាំងអស់គ្នាធ្វើវីដេអូខ្មែរអូខេអញ្ចឹងខ្ញុំដាក់មកររបៀបរកលុយតាមអីគេតាម YouTube បាទហើយអ្នកទាំងអស់គ្នា enter មួយមកអ្នកទាំងអស់គ្នាអាចដាក់ទៀតអ្នកទាំងអស់គ្នាអាចដាក់បានរហូតទៅដល់500 character 500តួអក្សរ maximum របស់វាអូខេអញ្ចឹងខ្ញុំដាក់អីគេទៀតរាប់កនជើងលកគន្លឹះរកលុយតាម
online អូខេហើយយើងចុច enter មួយទៀតមកមួយទៀតយើងដាក់ថារបៀបបងជើងកស្អើតបង្កើត YouTube អូខេនេះបងប្អូនដាក់ឲ្យត្រូវសាច់រឿងនេះបងប្អូននៃ channel របស់យើងដើម្បីឲ្យគេងាយ search ឃើញណាឧទាហរណ៍ថា channel របស់យើងឈ្មោះអីអញ្ចឹងយើងអាចដាក់ឈ្មោះ channel របស់យើងមកឈ្មោះ channel របស់ខ្ញុំដាក់ឈ្មោះខ្មែរ learning បាទខ្ញុំដាក់ខ្មែរ learning មកហើយ enter មកអញ្ចឹងយើងអាចសរសេរជាខ្មែរដែរមកខជើងមកអាយ៉ាសំទោសខ្មែរlearn គឺប្រចាំសេឡូហ៎ learning បាទយើងអាចដាក់ជា sing អញ្ចឹងទៅអូខេអ្នកនរគ្នាអាចដាក់តទៀតមកប៉ុន្តែខ្ញុំដាក់តែប៉ុណ្ណឹងបានទេដោយសារតែខ្ញុំបង្ហាញអ្នកនរគ្នាទេអញ្ចឹងធ្វើម៉េចដាក់ឲ្យត្រូវសាច់រឿងរបស់យើងអញ្ចឹងយើងអាចចូលមកកាន់កន្លែង advanced setting មកគេនិយាយពីអី advanced setting របស់យើងហ្នឹងadvanced setting របស់យើងនេះអ្នកនរគ្នាអាចមើលទៅគេប្រាប់ឲ្យថាអីគេ audience អានេះអីគេ do you want to set your channel as made for kids អញ្ចឹង channel របស់យើងអត់ made for kids ទេ kids ឯណាទៅមើលតាក់ទងទៅនឹងចំណេះដឹងបង្រៀនយ៉ាងជ្រៅអញ្ចឹងគឺអត់ទេអញ្ចឹងយើងអាចដាក់ថា I want to review this setting for my video ក៏បានឬក៏យើងអាចយកដាក់ថា no set this channel is not made for kids ដោយសារតែយើងអត់ made for kids ទេយើងអត់បង្កើតសម្រាប់កូនក្មេងទេអូខេបន្តមកទៀត Google Ads account link អញ្ចឹងយើងអត់តន់មានទេយើងមិនដាក់ក៏បានដែរកន្លែងនេះ automatic caption យើង don't show potential inappropriate word អូខេកន្លែងនេះយើងមិននិយាយរួមមិនចុចអីទេកន្លែងហ្នឹងមានន័យថាយើងអត់ចង់បង្ហាញតាក់ទងទៅនឹងពាក្យដែលអត់ស្រួលដែលអត់ល្អអីចឹងណាអូខេដូចជាអត់មានត្រូវអីគេទេអូខេយើងចូលមកកាន់កន្លែង feature eligibility មក feature eligibility នេះកន្លែងនេះយើងត្រូវតែអីគេ standard feature មួយទៀតវា eligible ហើយ feature standard របស់ YouTube គឺ eligible ហើយមើលតាក់ទងទៅនឹង international intermediate feature video over 15 minutes ចង់មានន័យថាកន្លែងនេះ សំទោសអ្នកនរគ្នាបើសិនជាអ្នកទាំងអស់គ្នាចង់custom thumbnail ហើយនឹង upload video វែងជាង5-10នាទីអ្នកទាំងអស់គ្នាគឺត្រូវ verify ជាមួយនឹង phone number អ្នកទាំងអស់គ្នាអាចចុចសញ្ញាព្រួយនេះមកបន្តមកទៀតយើងពាក្យថា verify phone បាទអញ្ចឹងយើងអាចដាក់មកនេះអានេះគឺកម្ពុជាត្រូវហើយយើងដាក់លេខទូរស័ព្ទរបស់យើងមកបាទខ្ញុំដាក់លេខ0ពីមុខសិនមកអូខេអត់ឲ្យទៀតអញ្ចឹងយើងមិនដាក់លេខ0ទេដាក់តាលេខទូរស័ព្ទដោយអត់ដាក់លេខ0អញ្ចឹងយើងចុច next មកពេលអ្នកទាំងអស់គ្នាចុច next អាចនឹងសារវាផ្ញើមកអ្នកទាំងអស់គ្នាចាំតិចទៅអូខេវាផ្ញើមកហើយគឺ870926យ៉ាសំទោស870926ចំខ្មែរសំទោស870926បាទយើងចុច submit ទៅបាទវាដាក់ថាphone number verify មានន័យថាវា verify ហើយយើងបិទ tab នឹងចោលមកសំទោសអូត្រូវហើយអញ្ចឹងអត់អីទេយើងចូលមកកាន់កន្លែង eligibility ដដែលឃើញវាដាក់ថា enable ហើយអញ្ចឹងយើងចូលមកកាន់កន្លែង3នេះ advanced feature វាមានអីគេទៀតexpand your reach YouTube and beyond with this advanced អ្នកទាំងអស់គ្នាអាច access មកអីគេ get advanced feature take scan video of myself take photo of your ID អានេះអ្នកនរគ្នាមិនបាច់តន់ដាក់ក៏បានទេដោយសារតែខ្ញុំអត់តន់ search ច្បាស់កន្លែងហ្នឹងដែរអញ្ចឹងអ្នកនរគ្នា skip កន្លែងហ្នឹងសិនទៅអត់អីទេកន្លែងហ្នឹង
គេថា increase daily video upload and live stream មានន័យថាកន្លែងហ្នឹងបើអ្នកទាំងអស់គ្នា verify ទៅគឺមានន័យថាយើងអាចបង្កើនចំនួននៃវីដេអូនៃការ upload របស់យើងហើយនឹងការ live stream របស់យើងតោះណាត់សម្រាប់ការរលុយអញ្ចឹងណាដោយសារតែឥឡូវនេះយើងអត់តន់រលុយយើងកុំតាន់ដាក់ក៏បានដែរព្រោះអីវាតាក់ទងទៅនឹងឲ្យយើង verify តាក់ទងទៅនឹង ID ទៀតអញ្ចឹងយើងមិនតន់ទេអត់អីទេហ្នឹងបន្តមកទៀតយើងចូលមកកាន់កន្លែង default upload នេះចង់មានន័យថានៅពេលដែលអ្នកទាំងអស់គ្នាផុសវីដេអូទៅអ្នកទាំងអស់គ្នាមិនត្រូវការដាក់ចំណងជើងវីដេអូអញ្ចឹងអ្នកទាំងអស់គ្នាដាក់ទៅចំណងជើងវីដេអូឧទាហរណ៍ថាអ្នកទាំងអស់គ្នាថ្ងៃហ្នឹងអត់តន់បាន upload ទេព្រោះអ៊ីនធឺណិតអ្នកទាំងអស់គ្នាអត់មានអញ្ចឹងអ្នកទាំងអស់គ្នាត្រូវទៅហាងកាហ្វេស្អែកអញ្ចឹងអ្នកទាំងអស់គ្នាអាចសរសេរចំណងជើងទុកទៅនៅពេលដែលស្អែកទៅដល់ហាងកាហ្វេអ្នកទាំងអស់គ្នាគ្រាន់តែចុចផុស select វីដេអូទៅគឺចំណងជើងហើយនឹង description អីគឺនឹងវាជាប់នៅនឹងអូតូហើយតោះណាប្រៀបដូចជាយើង set ចំណងជើងទុកអញ្ចឹងណាបើអ្នកទាំងអស់គ្នាផុសមួយអ្នកទាំងអស់គ្នាមិនត្រូវផុសឲ្យដាក់ចំណងជើងហើយដាក់ description តោះណាអញ្ចឹងកន្លែងហ្នឹងគឺយើងដាក់ description ដាក់ចំណងជើងមុន tag នេះក៏ដូចគ្នាដែរ tag នេះខ្ញុំបញ្ចូលអ្នកទាំងអស់គ្នាទៅគឺមានន័យថាសម្រាប់ដែលយើងដាក់វីដេអូរបស់យើងនឹងឲ្យវីដេអូរបស់យើង rank មានន័យថាគេ search ទៅឆាប់វីដេអូរបស់យើងនឹង rank ឡើងមកលើគេឲ្យគេឆាប់មើលឃើញណាឧទាហរណ៍ថាអ្នកទាំងអស់គ្នាធ្វើតាក់ទងទៅនឹងការបង្កើត YouTube អញ្ចឹងអ្នកទាំងអស់គ្នាអាចដាក់ថាអីគេដាក់ tag នឹងទុកឲ្យទៅរបៀបរកសំតរកលុយតាម YouTube ហើយអ្នកនរគ្នា enter មកអ្នកនរគ្នាដាក់រហូតបានចំនួន500ពាក្យបាទចឹងអ្នកនរគ្នាអាចដាក់បន្តទៀតទៅអ្នកនរគ្នានឹកឃើញថាពាក្យណាដែលគេនឹង search អញ្ចឹងអ្នកនរគ្នាអាចដាក់ទៅ description ដូចគ្នាអ្នកនរគ្នាអាចចង់ដាក់ទៅក៏បានដែរអញ្ចឹងដាក់ថាខ្ញុំសូមដាក់ center សួរស្ដីអ្នកទាំងអស់គ្នាចឹងទៅហើយដល់ពេល title អ្នកទាំងអស់គ្នាអាចដាក់ថារបៀបរកលុយតាម YouTube បាទកន្លែងនេះគឺប៉ុណ្ណឹងទេយើងចូលមកកាន់ advanced setting មកមានអីគេកន្លែងនេះគេចង់ឲ្យយើងជ្រើសរើសតាក់ទងទៅនឹង default upload របស់យើងហ្នឹងណាអញ្ចឹងអ្នកទាំងអស់គ្នាអាចចុចមក license គឺ standard YouTube license ហ្នឹងដាក់ឡើងហ្នឹងក៏បានដែរអូខេ category នេះយើងចង់ធ្វើតាក់ទងទៅនឹងអីឧទាហរណ៍ថាខ្ញុំចង់ធ្វើតាក់ទងទៅនឹង how to របៀបហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាអាចយកតា how to and style មកអ្នកទាំងអស់គ្នាចង់ធ្វើតាក់ទងទៅនឹង education ក៏បានចង់ធ្វើតាក់ទងទៅនឹង comedy ក៏បានអ្នកទាំងអស់គ្នាអាចដាក់តាមត្រូវប្រភេទរបស់យើងទៅខ្ញុំសូមដាក់តាក់ទងទៅនឹង how to បាទបន្តមកទៀតកន្លែង language នេះមានន័យថា language and caption certification មានន័យថាការបញ្ជាក់អញ្ចឹងអ្នកទាំងអស់គ្នាអាច select language របស់យើងមកខ្មែរបាទ caption certification មិនដាក់ទេឡើយហ្នឹង title and description language កន្លែងហ្នឹងអ្នកទាំងអស់គ្នាដាក់ខ្មែរដែរទៅមានអត់បើអត់ក៏អត់ទៅដូចជា Cambodia ឡើយហ្នឹងឯងបើអត់មានទេមិនដាក់ទេអត់មានទេមើលខ្មែរនេះដាក់ខ្មែរទៅ comment នេះ on យើងបើកទាំងអស់ទៅអត់អីទេmoderator នេះ moderation នេះដាក់ basic ហ្នឹងទៅអត់អីទេបន្តមកទៀតយើងចូលមកកាន់តាក់ទងទៅនឹង permission កន្លែងនេះចង់មានន័យថានរណាខ្លះដែលអាច access ជាមួយនឹង YouTube របស់អ្នកទាំងអស់គ្នាបានអញ្ចឹង default គឺវាជាប់ email របស់យើងដែលយើងបង្កើតហ្នឹងហើយអញ្ចឹងយើងមិនបាច់ចាំប៉ះពាល់អីទៀតទេព្រោះយើងអត់ចាំបាច់មានណាគេឲ្យគ្រប់គ្រង YouTube ជំនួសយើងទេបើសិនជាមានអ្នកទាំងអស់គ្នាអាច invite គាត់ទៅអញ្ចឹងវីដេអូនេះគឺអត់ទេមួយទៀតតាក់ទងទៅនឹងcommunity moderation កន្លែងនេះចង់មានន័យថា comment របស់យើងហ្នឹងអាចបើក comment អត់វីដេអូរបស់យើងហ្នឹងណាបើយើងអត់ចង់ឲ្យគេ comment វីដេអូរបស់យើងទេយើងអាចចុចបិទទៅអូខេតោះអត់កន្លែងនេះbasic នេះមានន័យថា comment ទាំងអស់អាចលេចឡើងបើសិនជាអ្នកទាំងអស់គ្នាអត់ចង់ឲ្យលេចឡើងទេចុច dot នេះទៅមានន័យថា hold any comment តោះតែcomment ខ្លះ
ដែលអត់ត្រូវអត់សមរម្យអីគឺវា hold សិនហើយវាអត់លេចឡើងឲ្យអ្នកមើលវីដេអូរបស់យើងឃើញទេបន្តមកទៀតតែប៉ុណ្ណឹងអ្នកនរគ្នាមិនបាច់ចាំដាក់នេះដាក់ basic ហ្នឹងទៅហើយ moderation ដាក់ណានយ៉ាងមកត្រូវហើយ post in your community viewer post ដាក់ចឹងទៅចាប់ default របស់វាទៅ block keyword នេះអ្នកនរគ្នាចង់ block comment keyword អីគេឧទាហរណ៍អ្នកនរគ្នាអត់ចង់បានពាក្យអីគេដែលអត់សមរម្យនិយាយរួមទៅអ្នកនរគ្នាគិតថាអត់សមរម្យអ្នកនរគ្នាអាចសរសេរនៅក្នុងហ្នឹងទៅហើយ enter ដែរទៅអូខេកន្លែងនេះlink text separate word អូខេទៅហើយហ្នឹងតែប៉ុណ្្នឹងបានហើយតមកទៀតអ្នកនរចុច save ទៅនៅមាន agreement ទៀត agreement នេះវាគ្រាន់តែជា agreement របស់ YouTube ទេយើងអាចចុចអានក៏បានដែរអញ្ចឹងខ្ញុំអត់អានទេខ្ញុំចុច save អ្នកនរគ្នាចុច save ទៅអូខេបាទបន្ទាប់ពីអ្នកនរគ្នា save ទៅគឺ everything នេះដាក់ setting save អញ្ចឹងអូខេហើយអញ្ចឹងវីដេអូក្រោយគឺខ្ញុំនឹងប្រាប់អ្នកនរគ្នាតាក់ទងទៅនឹងរបៀប post វីដេអូព្រោះអីយើងបាន set តាក់ទងទៅនឹងចំណងជើងហើយអញ្ចឹងយើង post វីដេអូទៅគឺវានឹង load ចំណងជើងដែលយើងបាន set ហ្នឹងហើយអូខេសម្រាប់អ្នកថ្មីអត់ទាន់បាន subscribe ជួយ subscribe channel ខ្ញុំបាទម្នាក់មួយផងអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ